រដ្ឋបារម្ភខ្លាចបាត់បង់ភ្ញៀវទេសចរក្រោយខេត្តសៀមរាបហាមមិនឲ្យលេងទឹកនៅថ្ងៃចូលឆ្នាំខ្មែរទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតក្រោយរដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីប្រកាសជាផ្លូវការហាមមិនឲ្យមានការលេងជះទឹកគប់ទឹកនិងលេងម្សៅនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខមហាជនជាច្រើនបានសម្ដែងការខកចិត្តរបស់ពួកគេត្បិតយល់ឃើញថាភ្ញៀវទេសចរបរទេសច្បាស់ជាសម្រុកទៅលេងប្រទេសជិតខាងអស់មិនខានព្រោះពួកគេត្រូវការការកម្សាន្តបែបសប្បាយមិនមែនមកដើម្បីតែស្គាល់ពីវប្បធម៌របស់យើងមួយមុខនោះទេយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ2026រដ្ឋបាលខេត្តសៀមរាបបានណែនាំឲ្យប្រជាពលរដ្ឋរៀបចំការប្រារព្ធឲ្យស្របតាមប្រពៃណីទំនៀមទម្លាប់ជាពិសេសជំរុញចលនាលេងល្បែងប្រជាប្រិយខ្មែរនិងតុបតែងលម្អទីតាំងបង្ហាញអត្តសញ្ញាណបុណ្យជាតិឲ្យបានសមរម្យក្នុងនោះរដ្ឋបាលខេត្តក៏បានជំរុញឲ្យអាជ្ញាធរតាមមូលដ្ឋានត្រូវទប់ស្កាត់ឲ្យបានការលេងទឹកលាបម្សៅលាបធ្យូងឬលេងល្បែងស៊ីសងគ្រប់ប្រភេទដែលប្រជានឹងទំនៀមទម្លាប់ប្រពៃណីនិងខុសច្បាប់ផ្ទុយទៅវិញរដ្ឋបាលខេត្តបានជំរុញឲ្យមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរដូចជាការលេងល្បែងចោលឈូងបោះអង្គញ់ទាញព្រ័ត្រទាត់សីលាក់កន្សែងរាំកំសាន្តបែបប្រពៃណីតាមមណ្ឌលកំសាន្តរមណីយដ្ឋាននិងទីប្រជុំជននានាឲ្យបានកាន់តែច្រើនដើម្បីបង្កើនបរិយាកាសស្និទ្ធស្នាលនិងសាមគ្គីជាតិព្រមទាំងបានបង្ហាញពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យបរទេសបានស្គាល់កាន់តែច្បាស់ផងដែរជុំវិញការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាបដោយខាងលើនេះទទួលបានមតិប្រតិកម្មចម្រុះដោយមានទាំងការគាំទ្រនិងការមិនគាំទ្រតាមការកត់សម្គាល់មតិមិនគាំទ្រភាគច្រើនបានលើកឡើងថាជារៀងរាល់ឆ្នាំមានភ្ញៀវបរទេសច្រើនណាស់បានមកកម្សាន្តនៅកម្ពុជានៅរដូវបុណ្យចូលឆ្នាំថ្មីដើម្បីបានលេងទឹកប៉ាតម្សៅនៅ Pub Street ខេត្តសៀមរាបហើយបានផ្ដល់ចំណូលយ៉ាងច្រើនដល់ជាតិហើយបានផ្ដល់ចំណូលយ៉ាងច្រើនចូលជាតិអាជីវករនិងអ្នកប្រកបរបរផ្ដល់សេវាដឹកជញ្ជូនតាមមតិនេះការលេងល្បែងប្រជាប្រិយគួរតែធ្វើនៅតាមតំបន់ប្រាសាទឬម្ដុំព្រះរាជដំណាក់នៅពេលថ្ងៃចំណែកនៅពេលយប់គួរមានការលេងទឹកតាមធម្មតាដូចរាល់ឆ្នាំដូចនេះភ្ញៀវទេសចរនឹងបានដឹងបានស្គាល់ទាំងប្រពៃណីជាតិខ្មែរនិងបានកំសាន្តសប្បាយដូចអ្វីដែលពួកគេបានរំពឹងទុកទោះជាយ៉ាងណាក្នុងពេលជាមួយគ្នានេះបើងាកទៅខាងមតិគាំទ្រការប្រកាសរបស់រដ្ឋបាលខេត្តខាងលើវិញបានលើកឡើងថាការលេងបែបនេះមានរាល់ឆ្នាំមកហើយឯភ្ញៀវទេសចរក៏បានដឹងផងដែរអំពីស្ថានភាពរបស់ប្រទេសយើងនាពេលបច្ចុប្បន្នម្យ៉ាងសភាពការរបស់ពិភពលោកទាំងមូលក៏ហាក់មិនសូវស្រួលតម្លៃប្រេងសាំងហ្គាសនិងអ្វីៗសុទ្ធតែឡើងថ្លៃដូច្នេះប្រសិនបើអាចកាត់បន្ថយនៅសកម្មភាពដែលមិនចាំបាច់បានគួរតែកាត់ចោលជាពិសេសគួរជៀសវាងការប្រើប្រាស់ទឹកខ្ជះខ្ជាយបើទោះជានៅក្នុងប្រទេសពេលនេះមិនមានការខ្វះខាតក៏ដោយប៉ុន្តែដើម្បីបង្ការស្ថានភាពអាក្រក់ណាមួយដែលមិននឹកស្មានដល់សូមជម្រាបថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមិនត្រូវរៀបចំឡើងនោះទេនៅខេត្តសៀមរាបនាឆ្នាំនេះដោយបានបដូរទៅជាកម្មវិធីនគរសង្ក្រាន្តនៅរាជធានីភ្នំពេញវិញទោះជាយ៉ាងណាក៏ដោយការរៀបចំតុបតែងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនិងការបង្កើតកម្មវិធីកម្សាន្តនានាតាមប្រពៃណីជាតិខ្មែរនឹងនៅតែមានការរៀបចំឡើងដដែលនៅក្នុងខេត្តសៀមរាប